Today, bonjour.ថ្ងៃនេះនិយាយអំពីកម្រិតភាសាបន្តិចទៀតខ្ញុំធ្លាប់បានដាក់ម្ដងហើយកាលពីជាខួចុងឆ្នាំ2024ឬក៏ដើមឆ្នាំចឹងមិនដឹងទេអញ្ចឹងខ្ញុំចង់និយាយពីការផ្លាស់ប្ដូរចាប់ពីខែ1 2026ចាប់ពីខែ1 2026កម្រិតផ្លាស់ប្ដូរភាសាបារាំងដែលខ្ញុំធ្លាប់និយាយអញ្ចឹងបើសិនជាចង់សុំសញ្ជាតិត្រូវមាន niveau B2 ចង់សុំកាត séjour 10ឆ្នាំ niveau B1 ចង់សុំគេហៅថាកាតមួយទៀតកាត pluriannuel ដែល4ឆ្នាំនោះគឺ niveau A2 ប៉ុណ្ណឹងហើយបន្ទាប់មកទៀតtitre séjour salarié temporaire tout ça ដើម្បីធ្វើការណាត្រូវគំនាមកម្រិតភាសាបារាំងដូចគ្នាអញ្ចឹងអាហ្នឹងគឺការផ្លាស់ប្ដូរកម្រិតហ្នឹងខ្ញុំបាននិយាយម្ដងហើយមានបងស្រីឬក៏បងស្រីម្នាក់គាត់សួរថាចុះបើសិនជាយើងនៅក្នុង situation គេថានៅក្នុង catégorie des personnes handicapées des adultes handicapés នៅក្នុង catégorie បានថានៅក្នុងផ្នែកហ្នឹងនៅក្នុងប្រភេទពលរដ្ឋដែលជាប់ដែលមានគេថា situation handicapé គឺអវយវៈមិនគ្រប់គ្រាន់រួមទាំងស្មារតីដែរទីលុយអង្គនីកាពីហ្នឹងថាតើយើងត្រូវបំពេញលក្ខខណ្ឌដូចគ្នាជាមួយនឹងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ហ្នឹងទៅសុំសញ្ជាតិឬក៏សុំការ séjour ហ្នឹងតើត្រូវយើងមានលក្ខខណ្ឌដូចគ្នាឬក៏អត់ចម្លើយទី1គឺដូចគ្នាចម្លើយទី1ដូចគ្នាបានន័យថាกระดาษស្នាមគឺដូចគ្នាណាacte de naissance អីនិយាយរួមគឺกระดาษស្នាមដូចគ្នាគឺកម្រិតភាសាបារាំងត្រូវរស់នៅប្រទេសបារាំងឲ្យបានយ៉ាងតិចណាប្រហែលឆ្នាំអីចឹងទៅអាហ្នឹងគឺដូចគ្នាចំណុចមួយទៀតដែលយើងថាចុះបើសិនជាខ្ញុំអង្គនីកាពីហើយខ្ញុំអត់បានទៅរៀនទេខ្ញុំអត់មានសញ្ញាបត្រហ្នឹងទេប៉ុន្តែខ្ញុំនៅបារាំងយូរឆ្នាំហើយខ្ញុំចង់ទៅសុំសញ្ជាតិមួយគឺបានក្នុងលក្ខណៈណាបានគេហៅថា dispensé បានន័យថាព្យួរដោយមិនចាំបាច់មានអា certificat កម្រិតភាសាបារាំងបញ្ជាក់ឲ្យគេប៉ុន្តែយើងត្រូវមានលិខិតពេទ្យ justificatif du médecin traitant របស់យើងលិខិតពេទ្យបញ្ជាក់ថាយើងហេតុអីបានយើងអត់ទៅប្រឡងភាសាបារាំងតែយើងមានអាអង្គនីកាប់របស់យើងហ្នឹងអាការដែលគេហៅអង្គនីកាប់បានន័យថាបាត់បង់អវយវៈអីមួយឬក៏មិនគ្រប់គ្រាន់អីមួយណាថាតើយើងវាអាបញ្ហារបស់យើងហ្នឹងតើវា empêché វាខាត់យើងនៅក្នុងការទៅរៀនភាសាបារាំងហ្នឹងកម្រិតណាខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយដែលថាពិបាកស្ដាប់បន្តិចចុះឧទាហរណ៍ថាយើងម៉ងតាល់បានន័យថាយើងដូចបាត់បង់ស្មារតីអីចឹងណា problem psychologique ផ្លូវចិត្តអីចឹងទៅយើងអត់អាចទៅរៀនបានឧទាហរណ៍អាហ្នឹងគឺពេទ្យត្រូវមានចេញលិខិតបញ្ជាក់ថាអូអ្នកហ្នឹងមានបញ្ហាហ្នឹងធ្ងន់ធ្ងរអ្នកហ្នឹងមិនអាចទៅរៀនបារាំងបានទេអញ្ចឹងអ្នកហ្នឹងអត់អាចបំពេញលក្ខខណ្ឌមួយគឺមាន certificate ភាសាបារាំងកើតទេអាហ្នឹងគេអាចយល់ព្រម dossier របស់យើងគេអាចយល់ព្រមដោយយើងអត់ចាំបាច់មាន certificate ហ្នឹងតែបើសួរថាយើងគ្រាន់តែយើងនិយាយថាខ្ញុំ touché លុយអង្គនីកាពីខ្ញុំស៊ីលុយអង្គនីកាពីនិយាយសាមញ្ញណាហើយខ្ញុំអត់មាន certificate ទេហើយខ្ញុំទៅដាក់ឯកសារគេអាច refuse ពីព្រោះយើងអត់មានឯកសារពេទ្យបញ្ជាក់ពីមូលហេតុថាហេតុអីបានយើងអត់មាន niveau បារាំងហ្នឹងឲ្យទៅគេអញ្ចឹងសរុបសេចក្តីមកវិញអ្នកអង្គនីកាពីឬក៏អ្នកមិនអង្គនីកាពីពេលដែលទៅសុំសញ្ជាតិឬក៏សុំការ séjour condition à remplir ដូចគ្នា justificatif ដូចគ្នាប៉ុន្តែក្នុងលក្ខខណ្ឌមួយដែលអ្នកអង្គនីកាពីអាចរួចខ្លួនផុតពីការដែលមាន certificate បារាំងគឺត្រូវមានលិខិតបញ្ជាក់ពីពេទ្យប្រាប់ថាតើយើងស្ថិតនៅក្នុងអង្គនីកាពីកម្រិតណាដែលយើងមិនអាចទៅរៀនបាន